Bismillahirrahmanirrahim. Assalamualaikum warahmatullahi wabarakatuh. Alhamdulillahirabbil alamin wassalatu wassalamu ala asyrafil anbiya'i wal mursalin wa ala alihi wa sahbihi ajma'in. Amma ba'd. Alhamdulillah ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតដល់ចំណុចទី2នៃអត្ថប្រយោជន៍អាពាហ៍ពិពាហ៍គឺ Imdadul Mujtama'il Islamiyyi bi naslin salihin wa nash'im muhazzabin មានន័យថាការផ្គត់ផ្គង់ដល់សង្គមអ៊ីស្លាមនៅកូនចៅល្អនិងយុវជនដែលមានសីលធម៌ល្អ Laqad da'al islamu ila kasratin nasli អ៊ីស្លាមបានលើកទឹកចិត្តឲ្យមានកូនចៅច្រើន wa ja'alahu min baini ahdafihi fi insha'il mujtama'il islamiyyi al-mahibil marhubi ហើយបានចាត់ទុកវាជាគោលដៅមួយក្នុងការកសាងសង្គមអ៊ីស្លាមដែលមានភាពរឹងមាំនិងមានកិត្យានុភាព Qala Rasulullah sallallahu alaihi wasallam Rasulullah បានមានប្រសាសន៍ថា Tazawwaju al-waludal waduda ចូលអ្នកទាំងឡាយរៀបការជាមួយស្ត្រីដែលមានសេចក្តីស្រឡាញ់ចំពោះស្វាមីនិងអាចបង្កើតកូនបានច្រើន Fa inni mukasirun bikumul umama yaumal qiyamati ព្រោះខ្ញុំនឹងមានមោទនភាពចំពោះចំនួនរបស់ពួកអ្នកនៅថ្ងៃគីយ៉ាម៉ាត់ Akhrajahu Abu Daud ចឹងហាឌីសនេះគឺស្ថិតនៅក្នុងគីតាប Sunan Abu Daud យើងបន្តទៅកន្លែងនេះតែម្ដង Walidhalika da'al Qur'anu ila zawaji ដោយហេតុនេះហើយអល់កុរអានបានលើកទឹកចិត្តឲ្យមានការរៀបអាពាហ៍ពិពាហ៍ Wa wajjaha nazaral awliya'i ila tazwiji abna'ihim wa banatihim ហើយបានណែនាំឲ្យអាណាព្យាបាលយកចិត្តទុកដាក់រៀបចំអាពាហ៍ពិពាហ៍ដល់កូនប្រុសឬកូនស្រីរបស់ពួកគេក្នុងចំណុចនេះយើងសង្ខេបបានថាគោលបំណងមួយនៃអាពាហ៍ពិពាហ៍ក្នុងឧបមាអ៊ីស្លាមគឺបង្កើតកូនបង្កើតចៅដែលមានសេចក្តីជំនឿនិងសីលធម៌ល្អដើម្បីពង្រឹងនិងបន្តវត្តមានរបស់សង្គមអ៊ីស្លាមតជំនាន់ដល់ជំនាន់ក្រោយៗទៀត Qala ta'ala Allah បានហ្វីរម៉ានថា A'udzu billahi minasyaitonir rajim wa ankihul ayama minkum was-salihina min ibadikum wa imaikum ចូលរៀបអាពាហ៍ពិពាហ៍ឲ្យអ្នកដែលនៅលីវក្នុងចំណោមពួកអ្នកនិងអ្នកដែលសលេះអ្នកដែលល្អក្នុងចំណោមខ្ញុំបម្រើប្រុសនិងខ្ញុំបម្រើស្រីរបស់ពួកអ្នក Ibadikum ខ្ញុំបម្រើប្រុស Imaikum ខ្ញុំបម្រើស្រី
yakunu fuqara'a yughnihimullahu min fadlihi ប្រសិនបើពួកគេក្រីក្រអល់ឡោះនឹងប្រទានឲ្យពួកគេមានភាពធូរធារពីអល់ឡោះអញ្ចឹងអល់ឡោះជាអ្នកផ្ដល់ឲ្យគេបើសិនជាគេក្រីក្រនៅពេលដែលគេរៀបអាពាហ៍ពិពាហ៍គេនឹងមានបានតាមអ្វីដែលអល់ឡោះផ្ដល់ឲ្យ وإمداد المجتمع بنشء يولدون في ظلال أبوين حانيين عطوفين ការផ្គត់ផ្គង់សង្គមកូនចៅដែលកើតនិងធំឡើងក្រោមការថែរក្សារបស់ឪពុកម្ដាយដែលស្រឡាញ់និងអាណិតអាសូរ يعرفان كيف تصاغ عقول هذا النشء ដែលដឹងពីរបៀបបណ្ដុះបណ្ដាលគំនិតនិងសតិបញ្ញារបស់កូន وكيف تربي مواهبه និងដឹងពីរបៀបអភិវឌ្ឍទេពកោសល្យរបស់ពួកគេ أفضل للمجتمع من إمداده بأولاد ألقت بهم المخابئ المظلمة នេះជាការល្អ أفضل នេះជាការល្អសម្រាប់សង្គមជាងការមានកូនដែលកើតចេញពីកន្លែងលាក់លៀមងងឹត وكانوا ضحية النزوات المحرمة الطائشة ហើយពួកគេក្លាយជាជនរងគ្រោះនៃចំណង់តណ្ហានិងអារម្មណ៍ដែលត្រូវបានហាមឃាត់ من السفاح والزنا ដែលកើតឡើងពីការរួមរយៈខុសច្បាប់និងអំពើស៊ីណា فهؤلاء لا يعرفون أن أبا يرعاهم ព្រោះកុមារទាំងនេះមិនស្គាល់ឪពុកដែលថែរក្សាពួកគេឡើយ ولا أما تحنو عليهم ហើយក៏មិនមានម្ដាយដែលផ្ដល់ភាពកក់ក្ដៅនិងក្ដីស្រឡាញ់ដល់ពួកគេដែរ فينشأون وفي أنفسهم عقد الكراهية والحقد ដូច្នេះពួកគេធំឡើងដោយមានភាពស្អប់ខ្ពើមនិងគំនុំគុំគួននៅក្នុងចិត្ត على أمتهم ومجتمعهم ចំពោះសហគមន៍និងសង្គមរបស់ពួកគេ وعلى الناس جميعا ហើយសូម្បីតែចំពោះមនុស្សទាំងអស់ផងដែរ ទី3 إيجاد السكن النفسي والاستقرار الروحي ការបង្កើតភាពសុខសាន្តផ្លូវចិត្តនិងស្ថិរភាពផ្លូវរ៉ូហានី ផ្លូវវិញ្ញាណ في هذا الزواج الشرعي الشريف تحصل هذه الطمأنينة ក្នុងអាពាហ៍ពិពាហ៍ស្របច្បាប់និងថ្លៃថ្នូរនេះមនុស្សនឹងទទួលបានភាពស្ងប់ស្ងាត់ក្នុងចិត្ត طمأنينة والسكينة والهدوء النفسي ព្រមទាំងភាពសុខដុមរមនានិងភាពស្ងប់ស្ងាត់ផ្លូវចិត្ត
Qala ta'ala អល់ឡោះបានហ្វីរម៉ានថា ومن آياته أن خلق لكم من أنفسكم أزواجا لتسكنوا إليها នេះបកតាមនេះសិន أزواجا ហើយក្នុងចំណោមសញ្ញាអំណាចរបស់អល់ឡោះគឺអល់ឡោះបានបង្កើតគូស្រករឲ្យពួកអ្នកពីខ្លួនរបស់ពួកអ្នកផ្ទាល់ Litaskunu ilaiha ដើម្បីឲ្យពួកអ្នកទទួលបានភាពសុខសាន្ត Waja'ala bainakum mawaddatan wa rahmah ហើយអល់ឡោះបានដាក់ឲ្យមានសេចក្តីស្រឡាញ់និងក្តីមេត្តាករុណារវាងពួកអ្នក Inna fi dhalika la ayatin liqaumin yatafakkarun ពិតប្រាកដណាស់ក្នុងរឿងនេះមានសញ្ញាជាច្រើនសម្រាប់អ្នកដែលចេះគិតពិចារណាសូរ៉ាហ្រូមអាយ៉ាទី21 Wanzur ila ta'biril qur'aniyyi ma arwa'ahu fi ibrazi ma'nal hajati lizawaji ចូលសង្កេតមើលការប្រើពាក្យរបស់អល់កុរអានដែលពិតជាស្រស់ស្អាតក្នុងការបង្ហាញពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ وحصول الستر والسعادة والاستقرار فيه និងការទទួលបានការការពារសុភមង្គលនិងស្ថិរភាពតាមរយៈវា Qala ta'ala អល់ឡោះបានហ្វីរម៉ានទៀតថា Hunna libasul lakum wa antum libasul lahun ពួកនាងជាសម្លៀកបំពាក់សម្រាប់ពួកអ្នកហើយពួកអ្នកក៏ជាសម្លៀកបំពាក់សម្រាប់ពួកនាងដែរសូរ៉ាអល់បាការ៉ាអាយ៉ាទី187នេះគេរសេរខុសបន្តិចនេះនៅក្នុងសូរ៉ាបាការ៉ាអាយ៉ាទី187មិនត្រូវនេះយើងកែបន្តិចមក فالآية شبهت كلا من الزوجين باللباس للآخر អាយ៉ាតនេះបានប្រៀបធៀបស្វាមីនិងភរិយាថាជាសម្លៀកបំពាក់សម្រាប់គ្នាទៅវិញទៅមក لأن كل منهما يستر الآخر ពីព្រោះម្នាក់ជួយបិទបាំងការពារនិងថែរក្សាម្នាក់ទៀតទៅវិញទៅមក فحاجة كل من الزوجين للآخر كحاجته إلى اللباس ដូច្នេះតម្រូវការរបស់ស្វាមីនិងភរិយាចំពោះគ្នាទៅវិញទៅមកគឺប្រៀបដូចជាតម្រូវការរបស់មនុស្សចំពោះសម្លៀកបំពាក់ فإذا كان اللباس يستر معايب الجسد ប្រសិនបើសម្លៀកបំពាក់ជួយបិទបាំងកង្វះខាតនិងចំណុចខ្វះខាតនៃរាងកាយ ويقيه عاديات الأذى ហើយការពារវាពីគ្រោះថ្នាក់និងការប៉ះពាល់ផ្សេងៗ فإن كل من الزوجين يحفظ على صاحبه شرفه ដូចគ្នានេះដែរប្រសិនបើដូចគ្នានេះដែរស្វាមីនិងភរិយាម្នាក់ជួយរក្សាកិត្តិយសរបស់ម្នាក់ទៀត ويصون عرضه ហើយការពារសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់គាត់
ويوفر له راحته وأنسه ព្រមទាំងផ្ដល់ឲ្យគាត់នូវភាពសុខស្រួលភាពកក់ក្ដៅនិងភាពស្និទ្ធស្នាលក្នុងជីវិតងាកចូលដល់ប្រយោជន៍ទី4 الحفاظ على الأخلاق من الهبوط والانهيار ការថែរក្សាសីលធម៌មិនឲ្យធ្លាក់ចុះនិងដួលរលំ فالإنسان إذا منع من الزواج المشروع នៅពេលមនុស្សត្រូវបានរារាំងពីអាពាហ៍ពិពាហ៍ដែលស្របច្បាប់ طاقت نفسه إلى تحصيل حاجته من الطريق الممنوع ចិត្តរបស់គេអាចនឹងប្រាថ្នាបំពេញតម្រូវការរបស់ខ្លួនតាមវិធីដែលត្រូវបានហាមឃាត់ طريق ممنوع ولا يخفى على عاقل ما في السفاح والزنا من فساد الأخلاق ហើយគ្មានអ្នកណាមានប្រាជ្ញាម្នាក់ហើយគ្មានអ្នកមានប្រាជ្ញាណាម្នាក់មិនដឹងឡើយថាការរួមរាក់ខុសច្បាប់និងអំពើស៊ីណានាំឲ្យសិលធម៌ខូចខាត وخراب الأسر និងបំផ្លាញគ្រួសារ وهتك الأعراض ព្រមទាំងបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស وانتشار الأمراض និងបង្កឲ្យជំងឺផ្សេងៗរីករាលដាល وقلق النفوس والأرواح ព្រមទាំងបង្កឲ្យមានភាពកខ្វក់មានភាពកង្វល់និងអស្ថិរភាពផ្លូវចិត្ត وللمحافظة على الأخلاق ហើយដើម្បីរក្សាសីលធម៌ وللوقاية من الفساد និងការពារអំពីអំពើពុករលួយនិងអំពើអាក្រក់ قال رسول الله صلى الله عليه وسلم រស៊ូលឡោះបានមានប្រសាសន៍ថា إذا جاءكم من ترضون دينه وخلقه فأنكحوه នៅពេលមានបរិសម្នាក់មកសំរៀបការជាមួយកូនស្រីរបស់ពួកអ្នកហើយពួកអ្នកពេញចិត្តចំពោះឧកាមានិងអាកប្បកិរិយារបស់គាត់ចូលរៀបការឲ្យគាត់ទៅ فانكحوه إلا تفعلوا تكن فتنة في الأرض وفساد បើមិនដូច្នោះទេនឹងកើតមានហ្វីតណាស់នៃភាពចលាចលនិងអំពើពុករលួយយ៉ាងធំនៅលើផែនដី رواه الترمذي عن أبي حاتم المزني رضي الله عنه ចឹងហាឌីសនេះយកមកអំពីអាទិតមីស៊ីចឹងសង្ខេបនៅក្នុងចំណុចនេះបន្តិចថាអាពាហ៍ពិពាហ៍ជួយការពារសីលធម៌
បិទទ្វារទៅកាន់អំពើស៊ីណានិងការប្រព្រឹត្តខុសច្បាប់ផ្សេងៗដូច្នេះហើយបានជាអ៊ីស្លាមលើកទឹកចិត្តឲ្យរៀបការជាមួយអ្នកដែលមានឧកាមាហើយអាកប្បកិរិយាល្អអក្សរល្អដើម្បីរក្សាសង្គមឲ្យមានភាពបរិសុទ្ធនិងមានភាពសុខសាន្តហើយយើងបន្តទៅដល់ចំណុចទី5តែម្ដង Al-muhafazatu 'ala an-naw'il bashari sawiyan saliman ការថែរក្សាពូជពង្សមនុស្សឲ្យបន្តមាននិងរស់នៅដោយសុខសុវត្ថិភាព لقد جرت عادة الله سبحانه وتعالى ألا يكون إنسان إلا من أبوين ពិតប្រាកដណាស់អល់ឡោះជាម្ចាស់បានកំណត់ថាមនុស្សម្នាក់ត្រូវកើតពីឪពុកនិងម្ដាយ Rajulun Rajulin wa imra'atin គឺពីបុរសម្នាក់និងស្ត្រីម្នាក់ فإذا علمنا أن الإسلام قد حرم اقتران رجل بامرأة إلا على أساس زواج شرعي ដូច្នេះនៅពេលយើងដឹងថាអ៊ីស្លាមបានហាមឃាត់ការរួមរស់រវាងបុរសនិងស្ត្រីលើកលែងតែតាមរយៈអាពាហ៍ពិពាហ៍ដែលស្របច្បាប់ فإن ذلك يعني أن الإسلام قد حصر حفظ النوع البشري بالزواج នោះមានន័យថាអ៊ីស្លាមបានកំណត់ឲ្យអាពាហ៍ពិពាហ៍ជាមធ្យោបាយតែមួយគត់សម្រាប់រក្សាពូជពង្សមនុស្ស فلو حرم الزواج لانقرض البشر ប្រសិនបើអាពាហ៍ពិពាហ៍ត្រូវបានហាមឃាត់មនុស្សជាតិនឹងផុតពូជ ولو أباحوا السفاح لكان هذا البشر شقيا مريضا ហើយបើសិនបើការរួមរយៈខុសច្បាប់ត្រូវបានអនុញ្ញាតមនុស្សជាតិនឹងរស់នៅក្នុងភាពវេទនានិងពោរពេញដោយបញ្ហា والله سبحانه وتعالى يريد بعباده الخير ហើយអល់ឡោះជាម្ចាស់បានប្រាថ្នាឲ្យខ្ញុំបម្រើរបស់អល់ឡោះទាំងអស់ទទួលបានតែភាពល្អ ولا يحب لهم الشر ហើយអល់ឡោះមិនស្រឡាញ់ឲ្យពួកគេទទួលរងអំពើអាក្រក់ឡើយ قال تعالى អល់ឡោះហ្វីរម៉ានថា إن الله بالناس لرؤوف رحيم ពិតប្រាកដណាស់អល់ឡោះចំពោះមនុស្សលោកគឺអល់ឡោះមហាសប្បុរសនិងមហាអាណិតអាសូរ សូរ៉ាបាការ៉ា អាយ៉ាទី114 សង្ខេបត្រង់ចំណុចនេះគឺអាពាហ៍ពិពាហ៍គឺជាមធ្យោបាយដែលស្របច្បាប់ដែលអ៊ីស្លាមបានកំណត់សម្រាប់ការបន្តពូជនិងការពារមនុស្សជាតិរបស់យើងហើយតាមរយៈអាពាហ៍ពិពាហ៍ពូជពង្សមនុស្សត្រូវបានថែរក្សាសង្គមមានស្ថិរភាពហើយមនុស្សរស់នៅដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរទៅចំណុចទី6
توسيع دائرة القرابة وبناء دعائم التعاون ការពង្រីកចំណងសាច់ញាតិនិងកសាងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ تعاون ففي الزواج تمتد رقعة القرابة តាមរយៈអាពាហ៍ពិពាហ៍ចំណងសាច់ញាតិត្រូវបានពង្រីក فتلتقي عائلتان គ្រួសារពីរបានជួបជុំនិងភ្ជាប់ទំនាក់ទំនងជាមួយគ្នា فيجتمع شمل أسرتين ហើយគ្រួសារពីរត្រូវបានរួមជាមួយគ្នា وتنشأ بينهما بسبب المصاهرة روابط جديدة ដោយសារចំណងអាពាហ៍ពិពាហ៍ទំនាក់ទំនងថ្មីៗបានកើតឡើងរវាងពួកគេ ومحبة متبادلة ព្រមទាំងសេចក្តីស្រឡាញ់ទៅវិញទៅមក وبالزواج يتم التعاون بين الزوجين ហើយតាមរយៈអាពាហ៍ពិពាហ៍កិច្ចសហប្រតិបត្តិការរវាងស្វាមីនិងភរិយាក៏កើតមានឡើង فالزوجة تعين زوجها في شؤونه ភរិយាជួយស្វាមីក្នុងកិច្ចការផ្សេងៗរបស់គាត់ في مأكله وملبسه ومسكنه ដូចជាអាហារសម្លៀកបំពាក់និងការរៀបចំលំនៅឋាន وتربية أولاده និងការចិញ្ចឹមបីបាច់អប់រំកូន ورعاية بيته ព្រមទាំងការថែរក្សាផ្ទះសម្បែងរបស់គាត់ والزوج يعاونها في تأمين حاجاتها ចំណែកស្វាមីវិញក៏ជួយភរិយាក្នុងការផ្គត់ផ្គង់តម្រូវការរបស់នាង وتحصيل نفقتها និងរកចំណូលសម្រាប់ចិញ្ចឹមនាងនហ្វកោះឲ្យនាង والدفاع عنها وحمايتها ព្រមទាំងការពារនិងថែរក្សាសុវត្ថិភាពរបស់នាង والمحافظة على عرضها និងការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាង والإسلام دين التعاون والتكافل ហើយអ៊ីស្លាមគឺជាឧបមាគឺជាសាសនានៃកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមក ولقد شرع الزواج لتحقيق هذه المصالح كلها ហើយអល់ឡោះបានដាក់បញ្ញត្តិអាពាហ៍ពិពាហ៍ឡើងដើម្បីសម្រេចនៅផលប្រយោជន៍ទាំងអស់នេះ ចឹងសង្ខេបបន្តិចថាអាពាហ៍ពិពាហ៍មិនត្រឹមតែភ្ជាប់មនុស្សពីរនាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងភ្ជាប់គ្រួសារពីរបង្កើតចំណងសាច់ញាតិថ្មីសេចក្តីស្រឡាញ់និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍កសាងគ្រួសាររឹងមាំនិងសង្គមដែលមានសាមគ្គីភាពនេះទៅចឹងអល់ហំឌុលីឡាហ៍យើងបញ្ចប់ត្រឹមនេះចុះហើយយើងនឹងបន្តទៅមេរៀនថ្មីទៀតនៅវីដេអូក្រោយ
Wabillahi taufiq wal hidayah. Wassalamualaikum warahmatullahi wabarakatuh.